បងប្អូនអស់ Facebook លេងរាល់ថ្ងៃមានដឹងថា Facebook account ឬក៏ Facebook page នេះមាននៅ QR code ដែរហើយបើសិនជាបងប្អូនអត់ដឹងទេមកខ្ញុំមកប្រាប់ដល់បងប្អូនទាំងអស់គ្នាតែម្ដងទៅថា Facebook account ឬក៏ Facebook page នេះគឺមាននៅ QR code ដែរបាទហើយ QR code នោះគឺប្រើក្នុងការដែលគេស្វែងរកយើងឲ្យមកចំតែម្ដងមិនចាំបាច់ search នៅលើជាឈ្មោះដោយពិបាកស្វែងរកពេលខ្លះនៅលើ Facebook ហ្នឹងឈ្មោះវាដូចគ្នាច្រើនអញ្ចឹងពិបាកស្វែងរកអញ្ចឹងបងប្អូនគ្រាន់តែផ្ញើ QR code ទៅកាន់នរណាម្នាក់ដែលគេចង់ស្វែងរកយើងហ្នឹងគេគ្រាន់តែ scan មកគឺឃើញយើងនៅលើ Facebook ហ្នឹងអញ្ចឹងវាងាយស្រួលមែនតើដើម្បីអាចទៅយកនៅ QR code នោះបានបងប្អូនគ្រាន់តែចូលមកកាន់ទូរស័ព្ទដៃជាមួយនឹងខ្ញុំមកបន្តមកទៀតបងប្អូនចូលមកកាន់ Facebook ហើយបងប្អូនចុចតែកន្លែង search ហើយបងប្អូនក៏ណាវាពាក្យថា QR code ឬក៏បងប្អូនវាពាក្យថា QR ក៏បានដែរបន្តមកទៀតបងប្អូន search ទៅបាទហើយ search ហើយបងប្អូននឹងឃើញរូប logo ដូចវា QR code ហើយនឹងមានពាក្យថា QR code ហ្នឹងបងប្អូនคลิกវាពីលើទៅវានឹងចូលទៅដល់កន្លែងផ្ទាំង scanner ហើយបងប្អូនកន្លែងនេះគឺជាកន្លែងដែលយើងត្រូវយក QR code អញ្ចឹងបងប្អូនចុចទៅកន្លែងពាក្យថា QR code នៅខាងស្ដាំដៃហ្នឹងវានឹងឃើញនៅ QR code របស់ Facebook account យើងឬក៏ Facebook page របស់យើងហើយអញ្ចឹងបងប្អូនអាច save QR code នោះទុកនៅក្នុងទូរស័ព្ទដៃបានដើម្បីទុកផ្ញើទៅនរណាម្នាក់ដែលគេចង់ស្វែងរកយើងតាមរយៈ QR code ហ្នឹងបាទអញ្ចឹងវិធីនេះគឺបងប្អូនអាចសាកធ្វើបានហើយវាងាយស្រួលមែនទែនបាទអញ្ចឹងអរគុណច្រើនវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទ